សូមស្វាគមន៍មកកាន់ថ្នាក់រៀនថតវីដេអូដោយប្រើទូរស័ព្ទដៃ Pocket Filmmaker ជួបជាមួយខ្ញុំបាទនិរតនៈខ្ញុំគឺជា Multimedia Freelancer ខ្ញុំមានចំណាប់អារម្មណ៍ក្នុងការផលិតវីដេអូក៏ដូចជាការបង្កើតមាតិកាសម្រាប់បណ្ដាញសង្គមដូចជា Facebook TikTok ក៏ដូចជា YouTube ផងដែរតាមរយៈបទពិសោធន៍ដែលខ្ញុំមានខ្ញុំចង់ចែករំលែកចំណេះដឹងនិងបច្ចេកទេសងាយៗដែលអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់ដើម្បីថតវីដេអូឲ្យបានស្អាតនិងមានគុណភាពដោយប្រើតែទូរស័ព្ទដៃតែប៉ុណ្ណោះនៅក្នុងថ្នាក់នេះយើងនឹងសិក្សាអំពីមូលដ្ឋានគ្រឹះនៃការថតវីដេអូនិងការប្រើប្រាស់កម្មវិធី Blackmagic Camera App ខ្ញុំសង្ឃឹមថាបន្ទាប់ពីបញ្ចប់វគ្គនេះអ្នកទាំងអស់គ្នាអាចនឹងយកជំនាញទាំងនេះទៅអនុវត្តបានដោយទំនុកចិត្តអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់មេរៀនយើងទាំងអស់គ្នាឈប់ប្រើកម្មវិធីថតដែលមានមុខស្រាប់ជាមួយនឹងទូរស័ព្ទដៃរបស់អ្នកកម្មវិធីទាំងនោះដំណើរការដោយអូតូម៉ូតដែលយើងអាចនិយាយបានថាដោយស្វ័យប្រវត្តិអញ្ចឹងការកម្រិតពន្លឺឬការកម្រិតពណ៌គឺប្រែប្រួលរហូតទៅតាមកន្លែងដែលយើងថតនីមួយៗអញ្ចឹងមើលទៅវាអត់ល្អទេហើយក៏មិនអាជីពនោះដែរផ្ទុយទៅវិញអ្នកគួរតែទាញកម្មវិធីរបស់ក្រុមហ៊ុនផ្សេងៗយកមកប្រើប្រាស់ដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាគ្រប់គ្រងមុខងារថតដោយដៃផ្ទាល់ឬក៏អាចនិយាយបានថាដោយ manual mode ពេញលេញតែម្ដងកម្មវិធីដែលខ្ញុំណែនាំគឺកម្មវិធី Moment Pro Camera ប៉ុន្តែដោយសារតែយើងត្រូវការយកលុយទៅទិញប៉ុន្តែទិញម្ដងប្រើបានរហូតអញ្ចឹងគឺចំណេញទីអ្នកទាំងអស់គ្នាអាចពិចារណាបានហើយ app មួយទៀតគឺ Blackmagic Camera App ជា app ដែល free អត់គិតលុយទេប៉ុន្តែត្រូវរើស brand ឬក៏អាចនិយាយបានថារើស series ទូរស័ព្ទដៃបន្តិចអ្នកដែលប្រើ Samsung S22 ឬក៏អាចអ្នកប្រើ iPhone iOS គឺចាប់ពី12 Pro ទៅគឺទើបអាចប្រើបានណាអញ្ចឹងបើអ្នកទាំងអស់គ្នាមានថវិកាគ្រប់គ្រាន់អ្នកទាំងអស់គ្នាអាចទិញ Moment Pro Camera តែបើសិនជាអ្នកទាំងអស់គ្នាប្រើ series iOS iPhone 12 Pro ឬក៏ Samsung S22 អ្នកទាំងអស់គ្នាអាចប្រើកម្មវិធី Blackmagic Camera App បានធាតុសំខាន់ទាំង5ក្នុងការកំណត់ពន្លឺដើម្បីទទួលបានវីដេអូដែលមានគុណភាពដូចខ្សែភាពយន្តឬក៏ដូចជាអ្នកអាជីពអ្នកទាំងអស់គ្នាត្រូវតែកំណត់ធាតុទាំងនេះដោយដៃផ្ទាល់តែម្ដងមុនពេលដែលអ្នកទាំងអស់គ្នាចុចថត Frame rate ល្បឿនរូបភាពក្នុង1វិនាទី24 frame rate ជាកម្រិតស្តង់ដារក្នុងវិស័យខ្សែភាពយន្ត Hollywood វាផ្ដល់ចលនាព្រាៗបែបធម្មជាតិបំផុតឬក៏ហៅថា Natural Motion Blur 60 frame ទៅ120 frame rate ប្រើកម្រិតនេះលុះត្រាតែអ្នកទាំងអស់គ្នាចង់យកវីដេអូនោះទៅធ្វើឲ្យយឺតឬក៏ slow motion នៅពេលដែលកាត់តដើម្បីធ្វើឲ្យវីដេអូបានដើររលូនល្អ ISO ឬក៏កម្រិតរូបភាពប្រសិនបើដំឡើង ISO ខ្ពស់ពេកវានឹងបង្កើតឲ្យមានក្របអុចឬក៏ហៅថា digital noise ឬក៏ grain ដែលធ្វើឲ្យខូចសាច់វីដេអូយើងតែម្ដងយើងត្រូវរក្សា ISO ឲ្យបានទាបបំផុតតាមដែលអាចធ្វើទៅបានព្យាយាមកុំឲ្យលើសពី800 ISO លើទូរស័ព្ទដៃរបស់អ្នក Shutter speed ឬក៏ល្បឿននៃការចាប់យក Shutter speed កំណត់ថាតើរូបភាពនីមួយៗត្រូវប៉ះពាល់នឹងពន្លឺយូរប៉ុណ្ណានិងគ្រប់គ្រងលើរូបភាពព្រាលនៃចលនាឬក៏យើងហៅថា motion blur Shutter speed ទាបអាចធ្វើឲ្យចលនាព្រាលដូចជាយល់សប្តិឬហៅថា ghost effect ហើយបើ shutter speed ខ្ពស់ពេកនឹងធ្វើឲ្យចលនាអ្នកនរគ្នាដាច់ឬក៏រញ័រខ្លាំងវារបៀប action ឬក៏ប្រើប្រាស់ក្នុងការថតបែបលក្ខណៈលឿនយើងត្រូវការប្រើច្បាប់180 degree ឬក៏អាចនិយាយបានថា 180 degree rule ដើម្បីទទួលបានចលនាព្រាលបែបធម្មជាតិត្រូវដំឡើង shutter speed ឲ្យបាន2ដងនៃ frame rate ជានិច្ចបើថតនៅកម្រិត24 frame rate អ្នកទាំងអស់គ្នាត្រូវកំណត់ shutter speed 1 លើ 50 វិនាទីបើសិនជាថតក្នុងកម្រិត60 frame rate ត្រូវកំណត់1 លើ 120 វិនាទី aperture ឬក៏គម្លាតនៃភាពច្បាស់វាមានតួនាទីកំណត់គម្លាតច្បាស់ចាប់ពីកន្លែងឬក៏វត្ថុណាមួយដែលអ្នកចាប់យកដោយសម្គាល់ឲ្យពាក្យថា f-stop ឧទាហរណ៍ដូចជា f1.8 ឬក៏ f2.8 f-stop កាន់តែតូចគម្លាតនៃភាពច្បាស់កាន់តែខ្លីហើយពន្លឺកាន់តែខ្លាំងបើ f-stop កាន់តែធំគម្លាតច្បាស់កាន់តែវែងហើយពន្លឺកាន់តែតិចដោយសារតែទូរស័ព្ទដៃរបស់យើងមិនអាចផ្លាស់ប្ដូរលេខ f-stop ដោយកាមេរ៉ានោះទេវាត្រូវបានកំណត់រួចជាស្រេចមកហើយជាមួយនឹង lens នីមួយៗផ្សេងគ្នា white balance ឬក៏តុល្យភាពនៃពណ៌សវាប្រាប់ទូរស័ព្ទដៃរបស់អ្នកថាតើពណ៌សពិតប្រាកដនឹងមានសន្តានបែបណាដើម្បីកុំឲ្យពណ៌ផ្សេងទៀតងាកទៅរកពណ៌ទឹកក្រូចឬក៏ពណ៌ខៀវខ្លាំងជាដើមយើងត្រូវតែចាក់សោមុខងារនេះដើម្បីកុំឲ្យពណ៌ប្រែប្រួលនៅពេលដែលកំពុងថតរូបមន្តគោលអ្នកទាំងអស់គ្នាត្រូវកំណត់ white balance នៅ 3200K នៅពេលដែលអ្នកទាំងអស់គ្នាថតនៅក្នុងបន្ទប់ឬក៏មានពន្លឺពណ៌លឿងតែបើសិនជាអ្នកទាំងអស់គ្នាទៅខាងក្រៅអ្នកទាំងអស់គ្នាគួរតែកំណត់ white balance 5600K នៅពេលដែលនៅទីធ្លាខាងក្រៅឬកន្លែងដែលមានពន្លឺខ្លាំងអត្ថប្រយោជន៍នៃ ND filter នៅពេលដែលនៅខាងក្រៅដែលមានពន្លឺខ្លាំងទោះបីជាអ្នកទាំងអស់គ្នាដាក់ ISO ទាបបំផុតនិងចាក់សោ shutter speed ឲ្យនៅត្រឹមតែ1 លើ 50 វិនាទីក៏ដោយក៏វីដេអូរបស់អ្នកទាំងអស់គ្នានៅតែខូចពន្លឺឬក៏អាចនិយាយបានថាពន្លឺភ្លឺខ្លាំងពេក ND filter ដើរតួជាវ៉ែនតាការពារកម្ដៅថ្ងៃសម្រាប់កែវលែនទូរស័ព្ទរបស់អ្នកអញ្ចឹងវានឹងជួយអ្នកទាំងអស់គ្នាឲ្យរក្សាការកំណត់បែបខ្សែភាពយន្តបាននៅដដែលទោះបីជាអ្នកទាំងអស់គ្នាស្ថិតនៅក្រោមពន្លឺខ្លាំងក៏ដោយគន្លឹះសំខាន់ដែលធ្វើឲ្យការថតរបស់យើងមើលទៅដូចជាវីដេអូដែលថតចេញពីកាមេរ៉ាតម្លៃរាប់ពាន់ដុល្លារមិនមែនដោយសារតែទូរស័ព្ទដៃរបស់យើងទេប៉ុន្តែយើងគួរតែជៀសវាងចំណុចខ្សោយដែលទូរស័ព្ទដៃរបស់យើងមានឥឡូវនេះអ្នកទាំងអស់គ្នាបានយល់ពីមូលដ្ឋានគ្រឹះនៃការថតវីដេអូដោយប្រើទូរស័ព្ទដៃហើយអញ្ចឹងបន្តទៅទៀតយើងនឹងសិក្សាអំពីការប្រើកម្មវិធី Blackmagic Camera App ទាំងអស់គ្នាជួបខ្ញុំនៅពេលបន្តិចទៀតនេះ